បាទយ៉ាងឃើញថាខាងក្រុម Ghost Sport Drone មានអ្នកវិជាដល់12នាក់បាទ7 ចាប់ផ្ដើមអាយ៉ាអូខាង Ghost Sport Drone ចូលទៅហើយបាទកាចខ្លាំងមែនតើបាទគឺចូលមកសុទ្ធយកតែម្ដងបាទអាយ៉ាកណ្ដាគូនេះខ្លាំងដូចគ្នាបាទក្រុមខ្លាំងដូចគ្នាលឿនដូចគ្នាមិនដែររកកន្លែងស៊ីនេះអត់ទាន់ឃើញទេបាទលឿនប៉ះលឿនហើយបាទអាយ៉ាបាទរៀងបន្ថយល្បឿនមកគ្រោះថ្នាក់កំពុងឆ្វែងរកចន្លោះវៃបាទអូចូលពេញវិញ្ញាណបាត់ទៅហើយបាទយ៉ាងគេថាក្រុម Alpha Bot 2សម្ពុតមួយផ្លែទៅលើផ្នែកខាងស្ដាំនៃ robot របស់ក្រុម Ghost Sport Drone បាត់ទៅហើយឥឡូវនេះចាំមើលជាបន្តទៀតអូមានការវាយកោះតិចខ្ទាបាទម៉ត់តិចមើលទៅអូទៅទៀតហើយបាទទៀតចំណែកអូបាទបែកបាត់តិចបាទមិនហើយបាទញ៉ាកណ្ដាលយើងធ្វើការរាប់ញ៉ាកណ្ដាលរាប់ដើម្បី1 2 3 4 5 6 7 8 9 10knock out បាទknock out យកតែម្ដងសាហាវខ្លះមែនទេបាទគូគឺសាហាវមែនទេអត់មានទុកឲ្យលេងឲ្យស្អែកទេបាទ Alpha Bot កាចខ្លាំងមែនទេបាទគឺវៃលម៉ត់ឈឹងតែម្ដងទោះបីជានេះគេជាការប្រកួតមួយចាញ់មួយឈ្នះក៏ដោយប៉ុន្តែខាង Alpha Bot អត់ទុកឲ្យលេង season ក្រោយទេផ្ដាច់ចោលតែម្ដងអូខ្ទេចច្រើនមែនទេលោករតនៈបាទខ្ទេចទាំងអស់ហ្មងអាហ្នឹងបើអង់គ្លេសគេហៅម៉ត់ឡែវម៉ត់ឡែវទេមិនមែនអង់គ្លេសលោកខ្មែរមិនដែលហ្នឹងខ្មែរម៉ត់ឡែវតែម្ដងអូយបាទមួយឈ្នះមួយចាញ់អត់ដឹងបំណែកផ្នែក fan ទទួលបាននេះបំណែក robot គូនេះដូចជាមិនចាំបាច់ជិះក្បាលដាក់បន្ទុកទេមើលសុំមើលតិចមើលខាងគណៈកម្មការគាត់សោកខ្ញុំវិញបើតែសោកយ៉ាងណាក៏នៅតែឃើញគូប្រកួតជ័យលភីដែរ KO ហ្មងបាទ KO យកហ្មង KO យកហ្មងបាទមុននឹងប្រកាសលទ្ធផលអូខេឃើញថាខាង Ghost Sport Drone គាត់តិចទីខ្លាំងមែនតើអារម្មណ៍នៅពេលដែលគេដាក់បែកយកអញ្ចឹងយើងមានអារម្មណ៍មិនដែរភ័យឬក៏មិនដែរតាមជាកំហុសរបស់ខ្ញុំដោយសារយើងបជាទៅវាទៅមុខជើងបើថាយើងអាចរត់បានវានៅការដាក់ទៅតទៀតតែដោយសារយើងកោងមកយើងគឺអូខេគាត់ថាអានេះមកពីបញ្ហាបច្ចេកទេសក្នុងការបជាមិនថ្មីទេយើងរៀនសូត្រពីកំហុសដើម្បីអភិវឌ្ឍខ្លួនឯងបន្តទៀតបាទគាត់ថាបើសិនជា robot របស់គាត់អាចកិច្ចផុតអាយ៉ាជ្រុកឈុកបាទអូជា P2K បាទឃើញថា robot របស់គាត់បើសិនជាអាចធ្វើដំណើរថាកិច្ចបានគឺកិច្ចផុតប៉ុន្តែគ្រោះថ្នាក់មួយនេះគឺមិនអាចកិច្ចផុតទេដោយសារតែចូលផ្លត់បាទខាងគេរៀងមុតដែរប៉ះពីជាហៀងទៅយកតែម្ដងបាទហើយខាងក្រុម Alpha Bot 2ឃើញថាការបជាដូចជាមានភាពស្ទាត់ជំនាញដល់អត់មានលួចទៅហាត់ណាបាទ robot ទៅធ្វើឲ្យយប់មិញទៅឲ្យយប់មិញធ្វើមកយប់ហ្មងមិនធ្វើមកយប់ទេសារយើងត្រូវការចោវាម្ដងហើយមកចោម្ដងចិត្តដល់ថ្ងៃបាត់ទៅអាហ្នឹងសារ one night policy បាទមិនចងអាគុំមកយប់ទេបាទឥឡូវនេះកុំឲ្យខាត់ពេលយូរសូមប្រកាសលទ្ធផលជាផ្លូវការជំនួបរវាងក្រុម Alpha Bot 2ជាមួយនឹងក្រុម Ghost Sport Drone ជ័យជំនះបានទៅលើក្រុម Alpha Bot 2បាទសូមអរសាទរបាទខាង Ghost Sport Drone គាត់សុំបំណែកផ្នែក robot របស់គាត់បាទមើលមាន chip មានអីជ្រុះទៅវិញហ៎បាទ